Hello ក៏ដូចជាសួស្តីទៅកាន់អ្នកទាំងអស់គ្នាខ្ញុំឡាតូថ្ងៃនេះគឺយើងមកលេងវគ្គWorld ដើម្បីបង្កើតជាភូមិមួយដែលមានដំណាំផ្លែឈើច្រើនខ្លាំងមែនទែនដែលខ្ញុំអាចធ្វើទៅបានហើយរាល់វីដេអូដែលខ្ញុំធ្វើឡើងនីមួយៗគឺវាចំណាយពេលយូរច្រើនខ្លាំងមែនទែនអញ្ចឹងគ្នាយើងកុំភ្លេចជួយចុចប៊ូតុង Subscribe ម្នាក់មួយទៅឬក៏ចុច Like ម្នាក់មួយទៅដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តអាចធ្វើវាទៅបន្តទៀតខ្ញុំសង្ឃឹមថាគ្នាយើងនឹងជួយចុច Subscribe ឲ្យខ្ញុំម្នាក់មួយតោះឥឡូវយើងចូលមកកាន់ហ្គេមរបស់យើងវិញហើយ Minecraft ចូលដំបូងអត់មានធ្វើអីក្រៅពីកាប់ឈើទេអញ្ចឹងខ្ញុំចំណាយពេលកាប់ឈើវាច្រើនតិចទៅដើម្បីយើងចូលទៅក្នុងខែវដើម្បីឲ្យយើងទៅរកអីវ៉ាន់ផ្សេងទៀតដោយសារវាត្រឹមតែជា early game ទេហើយខ្ញុំក៏បានកាប់ជាមកន្លែងនេះមួយដើម្បីខ្ញុំទទួលបានស្បែករបស់វានិងរោមរបស់វាក៏ដូចជាសាច់របស់វាផងដែរដើម្បីទុកធ្វើជាក្រែដើម្បីយើង skip យប់កុំឲ្យមានស៊ុំប៊ីច្រើនពេកដោយសារខ្ញុំអត់សូវចេះវាយប្រហែលទេអញ្ចឹងខ្ញុំអត់ចង់ជួយជាមួយស៊ុំប៊ីទេនិយាយត្រង់មកដោយសារតែរោមជាមវាមានពណ៌ខុសគ្នាខ្ញុំក៏បានមកកាប់ផ្កានេះដើម្បីធ្វើជាពណ៌ដើម្បីដាក់ចូលជាមួយនឹងស្បែកជាមទៅយើងអាចដូរពណ៌វាបានហើយវាមកពណ៌ក្រហមទាំងអស់អញ្ចឹងយើងអាចផលិតជាក្រែបានហើយអូខេឥឡូវនេះដែរយើងធ្វើការដាក់crafting table មកហើយយើងផលិតក្រែមកខ្ញុំទទួលបានក្រែមួយដើម្បីទុក skip យប់ហើយខ្ញុំក៏កាប់ទុកសិនទៅដោយសារវាអត់ទាន់ពេលយប់ទេហើយមកកន្លែងនេះទៀតគឺខ្ញុំធ្វើការមកកាប់រ៉ែខ្ជូងដើម្បីទុកធ្វើជាថតឬក៏សម្រាប់ចម្អិនអាហារយើងអីបានហើយខ្ញុំក៏ធ្វើការដាក់ដុតសាច់ផងដែរដោយសារខ្ញុំឥឡូវគឺវាចាប់ផ្ដើមឃ្លានហើយខ្ញុំក៏ធ្វើការផលិតជាមួយនឹងដុំភ្លើងមួយទៀតដើម្បីយើងដុតសាច់កាន់តែលឿនដោយសារហ្នឹងដុតម្ដងគឺវាបាន4អញ្ចឹងវាចំណេញពេលយើងមកដែរឥឡូវគឺសាច់របស់យើងដែរត្រូវបានឆ្អិនរួចហើយអញ្ចឹងយើងយកវាមកញ៉ាំទៅហើយយើងចូលមកដល់កន្លែងនេះទៀតខ្ញុំបានធ្វើដំណើរទៅដល់កន្លែងនេះខ្ញុំអាចធ្វើបេះបានហើយខ្ញុំក៏ដើរសម្រាប់សត្វបដាផងដែរដើម្បីទុកជាស្បៀងអាហាររបស់យើងដោយសារយើងត្រូវធ្វើដំណើរទៅរកបេះនៅកន្លែងឆ្ងាយអញ្ចឹងយើងត្រូវការសាច់ច្រើនខ្លាំងមែនទែនអញ្ចឹងខ្ញុំដើរសម្រាប់ពួកវាទៅហើយខ្ញុំដើររហូតដល់ពេលយប់ខ្ញុំក៏បានជួបជាមួយនឹងពួក skeleton ផងដែរអញ្ចឹងយើងបានឃាលវាទៅដើម្បីទុកឆ្អឹងវាធ្វើជាជីសម្រាប់ដាក់ដំណាំរបស់យើងហើយខ្ញុំបន្ទាប់ពីសម្រាប់វាហើយខ្ញុំក៏ដាក់ក្រែដើម្បីដេក skip យប់ទៅដោយសារមានស៊ុំប៊ីច្រើនពេកដោយសារខ្ញុំលេងនៅលើ bedrock ទេមិនមែនលេងនៅលើ Java អញ្ចឹងវាពិបាកលេងដោយសារលេងលើទូរស័ព្ទដូចគ្នាយើងដឹងអញ្ចឹង control វាបាក់ចុចដែរបន្ទាប់ពីខ្ញុំដេក skip យប់ហើយខ្ញុំក៏បានមកដល់ឃើញដំណាំផ្លែឈើមួយប្រភេទដែលយើងអាចទុកដាំបានអញ្ចឹងខ្ញុំបានបេះវាយកទៅទុកតាមខ្លួនទៅហើយក៏កាត់មកដល់កន្លែងនេះទៀតគឺខ្ញុំបានឃើញរ៉ែដែកហើយអញ្ចឹងយើងមានសម្ភារៈដែលជាដែកហើយអញ្ចឹងវាល្អជាងរបស់ថ្មដោយសាររបស់ថ្មគឺលេងទៅវាឆាប់បាក់ពេកអញ្ចឹងយើងកាប់យករ៉ែដែកទៅដើម្បីធ្វើជា pickaxe ឬក៏ជាសម្ភារៈមួយចំនួនទៀតហើយខ្ញុំក៏បានដាក់ដុតវាផងដែរហើយក៏វាឆ្អិនបាន4ដុំផងដែរអញ្ចឹងខ្ញុំយកមកធ្វើ pickaxe មួយទៅទុកទៅរក diamondហើយខ្ញុំក៏បានធ្វើនៅសៀលមួយទៀតផងដែរដើម្បីការពារខ្លួនពីពួកស៊ុំប៊ីហើយកាត់មកដល់កន្លែងនេះទៀតគឺខ្ញុំបានឃើញស៊ុំប៊ីមួយដែលវាអៀវកូនរបស់វាទៅតែកូនរបស់វាត្រូវបានងាប់បាត់ហើយដោយសារតែដឹងថាវាកម្ដៅថ្ងៃត្រូវស៊ុំប៊ីទៅពួកវាត្រូវថ្ងៃគឺវាងាប់ចឹងហើយវាពិតជាចម្លែកខ្លាំងមែនតើខ្ញុំទៅលើកទី1ទេឃើញស៊ុំប៊ីដែលពាក់ armor មកឈុតបែបហ្នឹងហើយឥឡូវនេះដែរគឺខ្ញុំអាចរកកន្លែងដើម្បីធ្វើបេះរបស់ខ្ញុំបានហើយគឺនៅកន្លែងនេះគឺវានៅលើភ្នំដែរទេហើយម្ដុំហ្នឹងអត់មានដើមឈើទេគ្នាយើងអញ្ចឹងខ្ញុំដាក់ដើមឈើមកទៅទុកធ្វើជារបស់ទុកកាប់វាធ្វើជារបស់របរឬក៏ធ្វើផ្ទះអញ្ចឹងទៅអញ្ចឹងខ្ញុំដាក់ដាំវាឲ្យច្រើនតិចទៅហើយយល់ថាមិនគឺចិត្តយប់ទៀតហើយចឹងខ្ញុំមករៀបចំកន្លែងដែលខ្ញុំអាចដាក់ដេកបានកុំឲ្យស៊ុំប៊ីវាកើតមកច្រើនពេកចឹងយើងដេក skip យប់មួយថ្ងៃទៀតគឺថ្ងៃនេះគឺជាថ្ងៃទី2ហើយខ្ញុំមិនដឹងថា challenge របស់ខ្ញុំនឹងត្រូវលេងប្រហែលថ្ងៃទេចឹងយើងមានតែចាំមើលបន្តទៅមុខទៀតដោយសារខ្ញុំត្រូវបង្កើតជាភូមិមួយដែលមានដំណាំដាំដុះច្រើនចឹងទៅហើយក៏មាននៅខ្ញុំនឹងត្រូវចាប់ villager ដើម្បីមកនៅភូមិរបស់ខ្ញុំទៀត
chẳng hay nhưng mà đăng thà cho nãy về với ởประมาณ ngày thế để xa ta lên tập 2 ngày ní nhom record là cái đài tủ sạp là 3 đo này hơi được nông ngày tí 7 ní đá nhom các bạn chạp nơi cô mũi đầm 3 tụng châm thằng đấy để xa dương trời thì mũi do bài vía tục vừa chia và đạp thuộc thời chia tu giúp hơi nâng trời cả là bỏ inchan mũi tiết để dương trời cả diamond picrop nâng oxygen cho nguồn pram tại nhom mà toàn rô việc bàn thấy chân dương chăm mưa từ một tiết tại nhom ai rô việc bàn đóហើយខ្ញុំក៏បានធ្វើជាត្រង់ដាក់វាផងដែរដោយសារខ្ញុំត្រូវការខ្សែដើម្បីចាប់សัตว์បន្តទៀតចឹងខ្ញុំដាក់វាក្នុងត្រង់ទៅក៏វានៅនឹងក៏វាស្រួលដែរហើយខ្ញុំក៏បានដាក់នៅដើម strawberry នឹងហៅអីនេះ blueberry ខ្ញុំមិនដឹងថាដើមអីទេក្នុង Minecraft ខ្ញុំអត់ស្គាល់វាទេតែខ្ញុំទុកវាដាំវាទៅដល់ពេលយើងធ្វើផ្ទះហើយយើងដាក់វាលម្អផ្ទះក៏វាស្អាតម្យ៉ាងដែរហើយកាត់មកដល់កន្លែងនេះទៀតគឺខ្ញុំបានដេក skip យប់មិនយប់ទៀតហើយដោយសារវាលឿនខ្លាំងមែនទែនមកផ្លែតយប់ពេតភ្លឺហើយថ្ងៃនេះគឺយើងចូលមកដល់ថ្ងៃទី 3 ហើយកាត់មកដល់ថ្ងៃទី 3 នេះដែរក៏ខ្ញុំបានត្រអីវ៉ាន់នៅក្នុង kheo បន្តទៀតដោយសារខ្ញុំត្រូវការ diamond និងរ៉ែដែកហើយខ្ញុំក៏បានឃើញនៅរ៉ែដែកផងដែរចឹងខ្ញុំធ្វើការជីកវាទៅហើយរ៉ែដែកមកនេះណាច្រើនដែរនេះយើងវានៅបដុំគ្នាចឹងវាប្រហែលជា10អីដែរហើយខ្ញុំក៏បានដាក់ដុតវាផងដែរដោយសារខ្ញុំត្រូវការវាភ្លាមដើម្បីធ្វើជា armor ដោយសារនៅក្នុង kheo នេះក៏មាន zombie ឬក៏ skeleton ក៏ច្រើនដែរចឹងខ្ញុំត្រូវការវាខ្លួនបន្តិចសិនហើយខ្ញុំក៏បានមកជីករ៉ែ copper ផងដែរដោយសារខ្ញុំលេងនៅ version មួយដែលរបស់នឹងរ៉ែមួយហ្នឹងគឺវាមានប្រយោជន៍ចឹងខ្ញុំធ្វើការជីកវាមកក្រោយពីការចាំអស់80ម៉ោងមកឥឡូវនេះគឺដែករបស់ខ្ញុំត្រូវបានឆ្អិនហើយចឹងយើងធ្វើការក្រាស់អាក្រោះមួយដើម្បីការពារខ្លួនពីពួក zombie ហើយដែករបស់ខ្ញុំមកល្មមធ្វើបានតែអាវក្រោះនេះមួយហ្នឹងចឹងវាចប់ខ្លាំងមែនតើខ្ញុំត្រូវការមកឈុតមិនឲ្យតែខ្ញុំបានតែអាវមួយចឹងហើយខ្ញុំក៏បានឡើងមកលើវិញផងដែរហើយខ្ញុំឡើងមកលើភ្លាមហ្នឹងក៏មានវិចិត្រយប់ទៀតចឹងខ្ញុំដេក skip យប់មួយយប់ទៀតហ្មងទៅហើយឥឡូវនេះដែរគឺយើងចូលមកដល់ថ្ងៃទី 4 ហើយខ្ញុំគិតថាខ្ញុំបញ្ចប់វាត្រឹមថ្ងៃទី 4 ហ្នឹងសិនដោយសារយើងត្រូវលេងវាជាផាតអញ្ចឹងទៅដោយសារខ្ញុំលេងលើទូរស័ព្ទវាចំណាយពេលច្រើនហើយមួយទៀតទូរស័ព្ទខ្ញុំលេងយូរទៅវាក្តៅចឹងហើយខ្ញុំសម្រេចចិត្តថាខ្ញុំបញ្ចប់នៅថ្ងៃទី 4 ហ្នឹងសិនយើងចាំជួបគ្នាម្ដងទៀតនៅក្នុងផាត 2 ចឹងអាហ្នឹងយើងធ្វើជាផាត 1 សិនទៅផាត 2 ប្រហែលជាខ្ញុំអាចទាំងធ្វើផ្ទះអញ្ចឹងទៅហើយក៏ជម្រាបលាអ្នកនរគ្នាចាំជួបគ្នាម្ដងទៀតនៅក្នុងផាត 2